បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះបាទនៅព្រឹកថ្ងៃទី10នេះបាទនៅសាលាឃុំបាទសែន7បាទបានរៀបចំពិធីដេញថ្លៃកិច្ចសន្យាសំណងបាទមូលនិធិបាទរ៉ែត្រង់កិច្ចកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានបាទនៅក្នុងឃុំស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងបាទសូមជម្រាបដែរថវិកានេះគឺជាថវិកាបាទមូលនិធិរ៉ែត្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានបាទគឺដើម្បីសាងសង់ផ្លូវមួយខ្សែបាទបេតុងបាទអាមេមួយខ្សែប្រវែង400ម៉ែត្រទទឹង5ម៉ែត្របាទកម្រាស់ 0.15 បាទម៉ែត្រក្នុងភូមិស្រែអំបិលបាទភូមិស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងដោយប្រើប្រាស់មូលនិធិរ៉ែត្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានរបស់ក្រសួងរ៉ែនិងធម្មពលបាទបាទផ្លូវវិស័យហ្នឹងស្ថិតនៅក្នុងភូមិស្រែអំបិលអញ្ចឹងពុកម៉ែបងប្អូនស្បែប្រទេសស្គាល់ហើយបាទផ្លូវទៅផ្ទះអ៊ំសៀងណាបាទផ្លូវផ្ទះអ៊ំសៀងអញ្ចឹងក្មេងៗទូចភាសាក្រមពីមុនដើរកាត់តែផ្លូវហ្នឹងដើម្បីមករៀននៅក្នុងអនុវិទ្យាល័យឬវិទ្យាល័យបាទហើយក៏សូមជម្រាបពុកម៉ែបងប្អូនបាទឲ្យយល់អំពីថវិកាហ្នឹងបានពីណាថវិកាហ្នឹងគឺបានមកដោយការបង់ពន្ធបាទភាគរយនៃការបង់ពន្ធរបស់ក្រុមហ៊ុនបាទលំបុកបាទ Instruction ដែលគាត់ធ្វើអាជីវកម្មក្នុងស្រុកស្រែអំបិលហ្នឹងហើយដកភាគរយទុកបាទដើម្បីទ្រទ្រង់អភិវឌ្ឍក្នុងសហគមន៍មូលដ្ឋានហ្នឹងបាទអញ្ចឹងបាទហើយទឹកប្រាក់ប៉ាន់ស្មាននោះប្រហែលជា$62,000បាទក្នុងការដេញថ្លៃនេះណាពុកម៉ែបងប្អូនបាទអញ្ចឹងនៅម៉ោង9ព្រឹកនេះបាទនឹងចាប់ដើមទទួលសំណើបាទម៉ោង9ហ្នឹងចាប់ដើមទទួលសំណើបាទហើយពេលវេលាឈប់ទទួលបាទសំណើដេញថ្លៃគឺនៅម៉ោង9:10នាទីនឹងពេលវេលាបើកសំណើដេញថ្លៃនៅម៉ោងបាទ9:10នាទីដែរចឹងការដេញថ្លៃហ្នឹងត្រូវមានលក្ខខណ្ឌបាទលក្ខខណ្ឌនៃការដេញថ្លៃបាទជាសមាជិកគណៈកម្មការការភូមិហើយលោកស្រីមានសុភាជាសមាជិកគណៈកម្មការការភូមិពួកលោកពុនតាមជាលេខាធិការបាទរូបខ្ញុំបាទជាកិច្ចបន្តខ្ញុំបានសូមគោរពលោកព្រះសុខប្រធានគណៈកម្មការភូមិមានប្រតិស្មារតីបាទកម្មវិធីប្រកបជាធ្វើការប្រកាសដាក់ទទួលសំណើដេញថ្លៃនិងការបោះសំណើដេញថ្លៃសូមរំជួយបាទការដេញថ្លៃដែរពុកម៉ែបងប្អូនបាទគឺកំណត់សម្គាល់អ្នកដេញថ្លៃត្រូវភ្ជាប់មកនៅបាទសំណើដេញថ្លៃរបស់ខ្លួននៅបានបាត់តង់ដែលមានសុពលភាពឬបង្កាន់ដៃដែលបញ្ជាក់ការបង់ពន្ធបន្តមួយច្បាប់បាទច្បាប់ថតចម្លងដែលមានវិជាអនុកូលកម្មមានន័យថាឯកសារហ្នឹងត្រឹមត្រូវបច្ចយុទ្ធផ្លូវច្បាប់បើពុំមានសោតទេសំណើដេញថ្លៃពុំមានសុពលភាពឡើយហើយប្រាក់ធានាការដេញថ្លៃដែលត្រូវបានរឹបអូសទេបង្វែរចូលចថវិការដ្ឋចំណុចមួយពុកម៉ែបងប្អូនបាទចឹងចំណុច2អ្នកដេញថ្លៃអ្នកដេញថ្លៃឈ្នះក្នុងការដេញថ្លៃនឹងត្រូវបាទតម្កល់ប្រាក់កក់ធានាអនុវត្តចំនួន10% នៃតម្លៃកិច្ចសន្យាប្រាក់កក់នោះមានសុពលភាពរហូតដល់ចប់រយៈពេលខែតាមលទ្ធផលកិច្ចសន្យាឬរយៈពេលធានាបាទគុណភាពសំណងបាទទី3អ្នកទទួលការខុសត្រូវបាទត្រូវទាំងស្រុងក្នុងការថែទាំលទ្ធផលកិច្ចសន្យានិងជួសជុលនៅរាល់ការខូចខាតទាំងអស់ ប
ក្នុងអំឡុងពេល6ខែបន្ទាប់ពីសាងសង់រួចជាស្ថាពរទី4អ្នកទទួលការត្រូវចូលរួមដេញថ្លៃប្រកបទៅដោយការប្រកួតប្រជែងដោយគ្មានគុកកិតបាទសុំរលំគ្នាបាទនឹងមិនពាក់ព័ន្ធនឹងការខ្លែងបន្លំឬអំពើពុករលួយប្រសិនបើត្រូវបានរកឃើញថាអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងគុកកិតការខ្លែងបន្លំបាទការបង្ខិតបង្ខំឬការប្រព្រឹត្តអំពើពុករលួយអ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូតបាទមានន័យថាបើក្រុមការងារឬក៏គេរកឃើញថាការដេញថ្លៃនេះបាទមានប្រព្រឹត្តការខ្លែងបន្លំអំពើពុករលួយអញ្ចឹងក្រុមហ៊ុនមួយហ្នឹងត្រូវបានគេ blacklist បាទមួយជីវិតអីគឺមិនអាចដេញថ្លៃបានទៀតទេនឹងមិនត្រូវបាទអនុញ្ញាតឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាគុំសង្កាត់បាទទាំងអស់នៅក្នុងបាទទូទាំងប្រទេសរាជាណាចក្រកម្ពុជាឲ្យប្រាក់កក់បាទប្រាក់កក់ធានាការដេញថ្លៃរបស់អ្នកដេញថ្លៃទាំងនោះបាទនឹងត្រូវរំអូសបាទផ្ទេរបង្វាយចូលជាថវិការបស់រដ្ឋបាទអានេះគឺលក្ខខណ្ឌលក្ខណៈបាទអញ្ចឹងអ្នកដេញថ្លៃមួយមិនមែនស្រួលឪពុកម៉ែបងប្អូនមិនមែនចេះតែធ្វើតាមអ្វីខុសពីកិច្ចសន្យាទេបាទហើយសូមបញ្ជាក់ពុកម៉ែសារជាថ្មីបាទការដេញថ្លៃនេះគឺជាមូលគឺជាថវិការបស់បាទគឺជាថវិការបស់មូលនិធិបាទរាយទ្រទ្រង់កិច្ចអភិវឌ្ឍសមាគមមូលដ្ឋានបាទសហគមន៍មូលដ្ឋានដាក់សម្រាប់តែថ្លៃឲ្យបានច្រើននិងតរពេលវេលាទីបញ្ចប់ជំនុំរកជំពោគណៈអង្គការទីបញ្ចប់ជំនុំពោគណៈសម្ដីលោកស្រីសមាជិកសមាជិកានៃអង្គការទាំងមូលសូមប្រព្រឹត្តតែគុណពលទាំងរួមប្រកាសពីអាយុសម្រាប់សុខៈគុណសម្បត្តិជាទាំងឡាយនិងសូមប្រកាសបើការដាក់ដំណើរដេញថ្លៃចាប់ពីម៉ោង9:00ដល់ម៉ោង9:10នាទីគ្រប់សូមអរគុណបាទជួបមុខឲ្យកម្មវិធីទាំងមូលគឺបាទសូមថ្លែងអរគុណចំពោះលោកសុខធានកម្មការកម្មដែលមានកិច្ចសហគមន៍និងបាទកម្មវិធីគ្រប់គ្រងដោយមានន័យខាងសាជាជើសូមលោកធានមានសុខភាពល្អតែប្រព័ន្ធរបស់បុគ្គលការគឺលោកវណ្ណៈសុខៈពលៈ8គ្លីទៀតឡើងបាទសួស្តីវនីសួស្តីបាទសូមជម្រាបជូនជាថ្មីដល់របស់គណៈកម្មការកម្មយើងលោកប្រធានបានបើកកម្មវិធីនេះសូមចូលអ្នកទទួលការទាំងអស់មានប្រព័ន្ធផ្នែកសូមព្រៀងដាក់យើងមានសូមបញ្ជាក់ពីម៉ែបងប្អូនសាធារណបាទការដេញថ្លៃដែលជាថវិការបស់មូលទីក្រុងពេជ្រអភិវឌ្ឍសហគមន៍មូលដ្ឋាននេះបាទទៅសាងសង់ផ្លូវវិស័យបាទផ្លូវវិស័យមានប្រវែង400ម៉ែត្របាទដល់5ម៉ែត្រក្នុងកម្រិត0.15ម៉ែត្រក្នុងភូមិខ្សែអំបិលបាទភូមិខ្សែអំបិលស្រុកខ្សែអំបិលហើយបងប្អូនកម្មការមានដំណងបាទដោយប្រើប្រាស់បាទមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានបាទរបស់ក្រសួងរ៉ែអង្គពលខុសពីការដេញថ្លៃគុំដែលមានតម្លៃប៉ាន់ស្មានប្រមាណ$62,000សហរដ្ឋអាមេរិកបាទសួស្តីទេអូបាទសូមជម្រាបស្ដីម្ដងទៀត ប
បាទចឹងសូមពុកម៉ែបងប្អូនបាទតាមដានបាទការដែលថ្លៃបាទកម្មការទទួលដោយបាទក្រសួងរាយនឹងធម្មពលបាទថវិកាមូលនិធិចូលត្រង់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានបានទៅបិទសុខទទួលការមកจากวัน20នាទីបាទសូមអរគុណដល់ជួយតាមក្នុងតែប្រអប់ដល់ខាងមុខលោកលោកស្រីដែលមានបំណងនឹងគួររដាក់ដើម្បីទៅថ្លៃនឹងវិធីតាមទៅដល់នេះសូមជឿបាទអរគុណលោកមេឃុំតែអស់ទៅដែរភាសាពលរដ្ឋមកគ្រប់កន្លែងបាទបើchơi tôi luôn rất là បាទចឹងសូមគោរពពុកម៉ែបងប្អូនបាទយល់ឲ្យបានច្បាស់អំពីការលេងថ្លៃនេះគឺជាថវិការបស់ក្រសួងរាយនឹងធម្មពលមូលនិធិកិច្ចសហបាទកិច្ចអភិវឌ្ឍសហគមន៍បាទមូលដ្ឋានបាទដែលមានទឹកប្រាក់ប្រមាណ 62000 បាទបាទហើយផ្លូវហ្នឹងផ្លូវសាក្រមផ្លូវចូលផ្ទះអ៊ុំសៀងបាទចឹងផ្លូវហ្នឹងបានប្រមាណមួយខ្សែហ្នឹងដូចជាប្រវែង400ម៉ែត្របាទដល់តឹង5ម៉ែត្រកម្រាស់ 0.15 ម៉ែត្របាទមានការចូលរួមអំពីបាទម្ចាស់ក្រុមហ៊ុនបាទដែលដេញថ្លៃនេះបាទចឹងសូមគោរពពុកម៉ែបាទបងប្អូនបាទជ្រាបជាព័ត៌មានបាទហើយថវិកានេះបានមកពីការបងពុនបាទរបស់ម្ចាស់អាជីវកម្មដែលធ្វើអាជីវកម្មរ៉ែអីក្នុងស្រុកយើងណាបាទចឹងភាគរយនឹងត្រូវបានបងពុនហើយដកភាគរយនឹងទុកបាទនៅក្នុងបាទមូលនិធិបាទដើម្បីទ្រទ្រង់សហគមន៍មូលដ្ឋាននៅក្នុងស្រុកដែលគាត់ធ្វើអាជីវកម្មហ្នឹងបាទអញ្ចឹងពុកម៉ែបងប្អូនត្រូវយល់ថាបានអ្នកចំនួនរស់ស៊ីមួយគាត់បងពុនក៏ប៉ុន្តែការបងពុនរបស់គាត់ហ្នឹងបានរត់គាត់ដកភាគរយខ្លះដើម្បីទុកធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានអញ្ចឹងពុកម៉ែបងប្អូនជ្រាបបាទហើយថវិកាដែលដេញថ្លៃហ្នឹងមានតម្លៃប៉ាន់ស្មានប្រមាណដូចជា $62000 សហរដ្ឋអាមេរិកបាទដើម្បីសាងសង់បាទផ្លូវបេតុងអាមេមួយខ្សែមានប្រវែង400ម៉ែត្រទៅ5ម៉ែត្រកម្រាស់ 0.15 ម៉ែត្របាទស្ថិតនៅក្នុងភូមិស្រែអំបិលស្រុកស្រែអំបិលខេត្តកោះកុងបាទបាទនៅក្នុងនោះមានការចូលរួមអំពីមេភូមិបាទមេភូមិមកគ្រប់ភូមិបាទមេភូមិស្រែអំបិលមេភូមិតាពាំងមេភូមិខ្លុងបាទមេភូមិវាលជើងវាលត្បូងបាទក៏ដូចជាមន្ត្រីនៃសាលាឃុំនិងបងប្រធានមន្ត្រីបាទបងប្រធានមន្ត្រីគាត់មានគាត់ជាម្ចាស់គម្រោងចូលរួមបាទបាទលោកលោកស្រីអ្នកទទួលការពេលវេលាយើងដាក់ទទួលសំណើនៃថ្លៃនេះបានប្រហែលជា5នាទីហើយនៅ5នាទីទៀតយើងនឹងឈប់ទទួលសំណើនៃថ្លៃដើម្បីឲ្យដំណើរការយើងដឹងអំពីនីតិវិធីនៃការដាក់ទទួលសំណើនៃថ្លៃខ្ញុំបាទសូមគោរពអនុញ្ញាតលោកស្រីមានសុភាបាទលោកស្រីមានសុភាសមាជិកគណៈកម្មការសង្គមឡើងអានគោលការណ៍ជូនអង្គពិធីបាទសូមអរគុណអ
เลยปีการบาเป็นพลายเกี่ยวกับการนึงประการเอาปีโกการสำคัญในการดันพลายมวยจำนวนโดยทางเราตามกำหนดสำนักดันพลายหนึ่งว่าเกี่ยวสาธารณะคณะกรรมการผลิตกรรมนึงปิดนัดกับผลิตภัณฑ์ในสำนักดันพลายขนมนุ่มปิดนัดเลยไปจำเลยคือมวยปิดนัดเมินหาตากำนัดดันพลายอย่างนี้บางนัดดันพลายดอยเนี่ยจุดนี้ดันพลายได้เวียนสักนองการโจดันพลายได้หรือเปล่าที่พี่ปิดนัดเมินหาตากำนัดดันพลายบางของเป็นจ้องหัตถ์เลขานั่งกันนี้จำนวนตะปรักกำเราได้หรือเปล่าที่ใบปิดนัดเมินหาตากำนัดดันพลายเมียนจอบมองจิ๋มวยนั่งลิขิตเทียนประกอบเทียนการดันพลายฉบับเดิมหลายเช่นดอยเทียนเกียร์ได้หรือเปล่าคณะกรรมการผลิตกรรมนั้นปฏิเสธจำพวกสำนักดันพลายนาได้หนึ่งยินกับผลิตภัณฑ์สำนักดันพลายได้เชี่ยคือเชี่ยสำนักดันพลายได้มีกับผลิตภัณฑ์หนึ่งมันดักดันพลายเทียบเชียงเกย์บ่งผลเนี่ยดันพลายได้เชี่ยมีนกับประกาศตัวยกแค่สัญญาน้องกันใดเหมือนพร้อมกับตัวยกแค่สัญญาเนี่ยดันพลายเชี่ยนุ๊กมันเจ้าบ้านอนุญาตว่าลักษณะดันไพรถูกลงคงสังกัดเกียรติลายให้ประกอบกิจการดันไพรหรือบอลแมทดันไพรนุ๊กหนึ่งเจ้าบ้านรับโอเตบองไว้บองโจท่าการอดดำไล่เนี่ยดันไพรนึ่งสำนักดันไพรได้มีสุภาพเพียบแก่อ้อมีสุภาพเพียบระยะเป็นใกล้สะพานไงจับปีการปัจจัยในการประชุมว่าสำนักดันไพรนี่เมียนเลยค่ะบางเนี่ยดันไพรแต่เมียนบ้านเชี่ยนองการดันไพรเหมือนพร้อมกับตัวยกแก่สัญญาเนี่ยดันไพรแต่ดันไพรเทียบเจียงเกย์บรรทบเดินเมียนเรียกคณะประกวดประแจงนั้นต้นรอบอาเจ้าบ้านพิจารณาของการปราบแก่สัญญาขนมระยะเปย์ใกล้สะพานไงหนูเนี่ยดันไพรเนี่ยแต่เราจงkếtสัญญาอยู่มวยคุ้มสังกัดดับใบอนุวัตkếtสัญญาเราดำเปาแพ็กกอบทีนี้ก็อนุวัตจำนวน10%ในกำไรkếtสัญญาเนื้อทีนี้เกียร์เพี้ยนในแต่บ้านของนัดหนึ่งน้องติดเลยจุ่มหนับหนึ่งได้ปีการสมบัติต้องkếtสัญญาน้องตุ่มรงเชี่ยลิขิตทีนี้แพ็กกอบกิจการอนุวัตสำหรับkếtสัญญานิมวยเนี่ยตัวการหรือเนี่ยเราติดกรรมหรือเนี่ยเรากดกองตรงเงินเริ่มน้องยกงอกอยู่มวยนึกหรือคัดทีนี้ประกอบทีนี้การหรือว่าฉบับเติมจำนวนหรือฉบับหนึ่งฉบับทับจำลองจำนวนหรือฉบับเราไปประชุมเจ้าพนักงานเราเก็บสัญญาอยู่มวยพุ่งสังกัดเนี่ยดันไพรแต่เนี่ยเราอนุวัตเอาด้านเติมแต่ตามกลุ่มลูกล่องสิ่งใดหรืออัดปัจจัยเตนั้นนักทำในการสัญญาน้องการในการสัญญาจะบางเป็นจอบมังกรของนับโดยสร้างแต่เนี่ยตัวการหรือเนี่ยเราเสียรายกันหรือเนี่ยกดโกงตรงนี้มันอนุวัตตามนักทำในการสัญญานุเนี่ยตัวการหรือเนี่ยเราเสียรายกันหรือเนี่ยกดโกงตรงนี้นุนั้นมันพร้อมตัวบ้านก้าตัวเราให้ประกอบทีเดียวการอนุวัตหนึ่งเจ้าบ้านรับโอเตของไว้บ้องโจรท่ามการอดจบพวกกัจสัญญาสร้างสองเนี่ยตัวเรียนการเรียนกับตาปกติให้ความหลักพอกัจสัญญาขนมระยะเปย์ประมวยไทยบรรก็ปีบรรจบการสร้างสองมันโดยชนเตท่ามการ10%สำหรับการตัวจำเลยนั่งเหมือนเจ้าบ้านตัวเราเนี่ยดังไงเราจำมาตรีค่าหรือเลิกติดเลยกับการได้ติดต้องสรุปว่าการมันคลายมันล้อมหนึ่งการมันประพฤติอำเภอพวกเราลุยดำใบกันเย็บทางเพราะนั่งตัวโยนั่งตัวรบตามติดได้ประกาศนี่เนี่ยดังคลายนาได้มันตัวโยเนี่ยทำอย่างนี้เราแต่รอทำงานจริงดังคลายเราบอกโน่นเนอเป็นนี่សូមអរគុណលោកស្រីសមាជិកគណៈកម្មការខាងលោកស្រីបាទសូមជូនពរលោកស្រីមានសុខភាពល្អនិងពលរដ្ឋការធ្វើជាបុគ្គលិកសុខភាព
ในการទទួលសំណើថ្លៃនៅម៉ោង9:20 នាទី00តាមណាអញ្ចឹងដើម្បីឲ្យគណៈកម្មការយើងផលិតទៅមើលភាពខុសត្រូវនឹងលើសំណើនេះសូមអធិស្ឋានដល់សមាជិកសមាជិកានិងទទួលការទាំងអស់គណៈ យកបានហ្នឹងមកកបាល់តាមណាបាទនេះពេលឡាយនៅនេះសិនហើយបន្តមកទៀតចាំឲ្យគណៈកម្មការឡើងកម្មគាត់ចូលទៅដើម្បីឆែកឯកសារទៅគាត់ទីមួយឲ្យបើកតាមមួយមកផ្សាយផ្សេងណាទីទីគឺគ្រប់ហើយគឺថាគណៈកម្មការឡើងកម្មគាត់នឹងធ្វើការបើកម្ដងមួយដើម្បីឲ្យមានអ្នកផ្សេងថាឈ្មោះតែផ្សាយគូអីក្រុមហ៊ុនឈ្មោះអីនឹងអាចគេផ្សាយប្រមាណចប់តបមកទៀត còn cho bắt tục bây giờ vừa ai xài dù người taមានការបកប្រាស់គឺrồi người taឲ្យxài dùចឹងបាទណាស់បាទមិនមានខ្ញុំជាខាងរបស់ហើយហើយម្ដងមួយមានបាយម្ដងបាទមានតែគ្រប់ហើយបាយហ្នឹងមានតែគ្រប់គ្រងនៃការដេញថ្លៃហើយអញ្ចឹងអាចគាត់អាចបើកសម្មាបានណា Cho nên thôi chứ đó, rồi nó mong chọc của tôi lại vẫn còn. Cho nên như bạn mấy con môn đi, mấy con môn bây giờ là những con của này, lập thành này. Nhưng từ cái mùi đấyគឺtham vâng đã làm gì nóเป็นไรบางข้างที่หมดเลยเป็นไรข้างที่หมดตรงพ้นข้างที่Kia bao nhiêu? Kia đâu? Kia đâu? Kia đây.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  Cuối nhà con bọc kia. Kia ha, bọc kia cuối nhà con kia. Kia. Ô đi bà. Kia đấy. Kia. Bọc con là phảiเอาđá điเอาđi con. Còn lên lấy con muốn một con mấy rồi hàng tất là một con mấy rồi một con mấy rồi hàng tất mấy rồi muối cho cái muối nữa anh lót bay hay chơi muối đâu trong mùi bà cái như trong muối đặt chuông quay bà chân ông nó luôn không tên không ba con cọc sừng sền trong hốn cứ cọc sừng sền này đấy đặt đến lấy một cọc sừng sền một đồng hốn cho cọc sừng sền Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp Trong hôm nay cái 7 văn thế thầy vùng thế này thầy vùng ấy văn thì thầy vùng rồi thầy ấy